គ្រួសារនេះច្បាស់ជាក្រណាស់ប៉ុន្តែប្រពន្ធបែរជាយកកូកាកូឡាមកលាងមុខឲ្យកូនប្រុសរាល់ថ្ងៃសូម្បីតែក្នុងសៅមីក៏ចាក់កូកាកូឡាចូលដែររួចក៏ចំហុយចេញជានំប៉ោវខ្មៅងឹតប៉ុន្តែគ្រួសារពួកគេមិនចូលចិត្តញ៉ាំនំប៉ោវកូកាកូឡានេះទេពួកគេមិនបានផឹកទឹកអស់រយៈពេលជាង10ថ្ងៃមកហើយមានតែពឹងផ្អែកលើការផឹកកូកាកូឡាដើម្បីក្នុងរយៈពេលជាច្រើនថ្ងៃតែលុយទិញកូកាកូឡាក៏ស្ទើរតែអស់ប្រាក់ខែជិត1ឆ្នាំរបស់គាត់ទៅហើយក៏ដោយសារតែលើនេះគាត់ត្រូវបានអ្នកភូមិទាំងមូលអណ្ដូងទឹកតែមួយគត់នៅក្នុងភូមិត្រូវបានចាក់សោជាប់គ្រប់ពេលវេលាថែមទាំងមានមនុស្សយាមកាម24ម៉ោងទៀតផងគឺដើម្បីកុំឲ្យធានគូប្រើប្រាស់វាធានគូប្រកាសជាមិនសុខចិត្តឡើយគាត់មិននិយាយអ្វីច្រើនក៏រត់ទៅក្នុងភ្នំដើម្បីជីកអណ្ដូងចំណែកឯប្រពន្ធដែលនៅផ្ទះពិតជាទ្រាំលែងបានក៏នាំកូនប្រុសទៅផ្ទះមេភូមិពេលគាត់រកឃើញទឹកភ្លៀងក៏លើកមកផឹកយកតែម្ដងបន្ទាប់ពីផឹកចប់គាត់មិនភ្លេចសរសើរឡើយទឹកផ្ទះអ្នកឯងឆ្ងាញ់ណាស់បន្ទាប់មកគាត់ក៏ធ្វើដូចនៅផ្ទះខ្លួនឯងអញ្ចឹងរៀបចំខ្លួននិងលាងសម្អាតឲ្យខ្លួនឯងនិងកូនប្រុសអញ្ចឹងទៅហើយណាស្អែកខានស្អែកមកទៀតតើអ្នកមកធ្វើអីទៀតជាធម្មតាធ្លាប់ប្រាប់ខ្ញុំថាឲ្យខ្ញុំឧស្សាហ៍មកលេងផ្ទះទោះមានការឬមិនមានការក៏ដោយមួយសន្ទុះក្រោយមកស្ត្រីពីរនាក់ក៏បានវីតប់គ្នាអ្នកភូមិម្នាក់បាននាំគ្នាទៅមើលមេភូមិក៏បានប្រញាប់ត្រឡប់មកវិញភ្លាមគាត់បាននិយាយថាគាត់ក៏គ្មានមធ្យោបាយដែរដរាបណាគ្រួសារតកូខុងមិនទាន់យករកអ្នកណាហ៊ានយកទឹកទៅឲ្យពួកគេឡើយប៉ុន្តែអ្នកណាទៅដឹងថាកាលពី1ខែមុនអ្នកភូមិគ្រប់គ្នាសុទ្ធតែគោរពធានកោខ្លាំងណាស់ក្នុងនាមជាអតីតយុទ្ធជនម្នាក់លីធានកោត្រូវបានចាត់តាំងឲ្យមកភូមិនេះដើម្បីធ្វើជាឆ្មាំការពារប្រៃចូលមកដល់ភូមិភ្លាមអ្នកភូមិមានភាពរាក់ទាក់ខ្លាំងណាស់នាំគ្នាឈរនៅមាត់ច្រកចូលភូមិដើម្បីទទួលស្វាគមន៍មេភូមិរត់តែមានទឹកមុខញឹមរីករាយយ៉ាងខ្លាំងទទួលស្វាគមន៍គាត់ដោយពិធីការខ្ពស់បំផុតរបស់ភូមិសម្លឹងមើលអ្នកភូមិដែលស្លូតបូតនិងចិត្តល្អហរិយាមានសេចក្តីត្រេកអរយ៉ាងខ្លាំងប៉ុន្តែនៅពេលដែលធានកោរបស់ចម្រៀងដែលអ្នកភូមិច្រៀងឲ្យគាត់តែងតែមានអារម្មណ៍ថាវាចម្លែកណាស់គាត់ពូកែណាស់គាត់មានឈ្មោះថាលីធីកោគាត់អស្ចារ្យដូចជាលោកតាម៉ៅរបស់ពួកយើងដែរខ្លួនឯងគ្រាន់តែជាអ្នកយាមព្រៃដែលទើបតែមកថ្មីប៉ុណ្ណោះតែបែរជាត្រូវបានពួកគេហៅថាជាវីរបុរសធ្វើឲ្យធានកោមានការងឿងឆ្ងល់យ៉ាងខ្លាំងពេលត្រឡប់ទៅផ្ទះថ្មីវិញពួកគេមិនទាន់ទាំងអង្គុយចុះស្រួលបួលផងអ្នកភូមិក៏បានកាន់កាដូចូលតម្រង់ជួរមកផ្ទះរបស់ធានកោអ្នកខ្លះថែមទាំងបីជាមួយក្បាលមកទៀតផងទោះបីជាធានកោព្យាយាមបដិសេធរហូតក៏ដោយប៉ុន្តែនៅចំពោះមុខភាពរាក់ទាក់របស់អ្នកក៏មិនដាច់ចិត្តបដិសេធខ្លាំងពេកដែរសូមជួយគាំទ្រដើម្បីឲ្យខ្ញុំទទួលបានរង្វាន់ផងពួកគេនឹកស្មានមិនដល់តតែសោះថាអ្នកការពារព្រៃឈើតូចតាចបែរជាទទួលបានការស្រឡាញ់រាប់អានពីអ្នកភូមិខ្លាំងយ៉ាងនោះប្រពន្ធរបស់គាត់បានមុតទឹកក្តៅយ៉ាងមានក្តីសុខប៉ុន្តែរឿងទាំងអស់នេះបានធ្វើឲ្យឈៀងហ្គាវមានអារម្មណ៍មិនស្រួលក្នុងចិត្តគាត់បានកត់ត្រាបញ្ជីឈ្មោះអ្នកជូនកាដូយ៉ាងលម្អិតដោយគិតថាថ្ងៃក្រោយនឹងរកឱកាសតបស្នងវិញម្ដងម្នាក់ថ្ងៃបន្ទាប់ក្នុងនាមជាអ្នកការពារព្រៃឈើឈៀងហ្គាវបានចាប់ផ្ដើមធ្វើការប៉ុន្តែគ្រាន់តែមកដល់លើភ្នំភ្លាមគាត់ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទស្សនវិជ្ជានៅចំពោះពេលឃើញដើមឈើជាច្រើនត្រូវបានកាប់បំផ្លាញទើបឈៀងហ្គាវយល់ច្បាស់ភ្លាមតាមពិតទៅមូលហេតុដែលអ្នកភូមិជូនកាដូគឺដោយសារតែចង់សូកប៉ាន់គាត់ដើម្បីឲ្យគាត់ធ្វើមិនដឹងមិននឿឈៀងហ្គាវក៏ប្រញាប់ត្រឡប់ទៅផ្ទះវិញភ្លាមរៀបចំកាដូដែលអ្នកភូមិបានជូនមកដើម្បីត្រៀមយកទៅសង្វិញម្នាក់ម្ដងប៉ុន្តែប្រពន្ធដែលមិនដឹងរឿងតែជាស្ដីគាត់ថាជាមនុស្សក្បាលរឹងតែមានតែឈៀងហ្គាវប៉ុណ្ណោះដែលដឹងពីផលវិបាកដ៏ធ្ងន់ធ្ងរនៃរឿងនេះបើថ្ងៃនេះអ្នកទទួលយកខ្ទឹមសមួយដើមពីគេថ្ងៃស្អែកគេនឹងចង់បានដើមឈើមួយដើមហើយបងស្រីឲ្យយើងទទួលយកបានតែយើងសងគេវិញមិនរួចទេអុយប្រញាប់ធ្វើទៅហរិយាមិនអាចប្រកែកឈ្នះស្វាមីបានឡើយពួកគេក៏បានយកកាដូដែលគេផ្ញើមកយកទៅសងអ្នកភូមិវិញទាំងអស់បន្ទាប់ពីរួចរាល់ឈៀងហ្គាវក៏បានបិទសេចក្តីជូនដំណឹងនៅមាត់ច្រកចូលភូមិដើម្បីណែនាំពួកគេកុំឲ្យកាប់បំផ្លាញដើមឈើទៀតប៉ុន្តែរឿងនេះបានធ្វើឲ្យអ្នកភូមិចង្រៃពិតមែនចាត់ទុកថាឲ្យឆ្កែស៊ីចុះនៅក្នុងភ្នែករបស់ពួកគេឈៀងហ្គាវពិតជាចង់បានច្រើនជាងនេះទៅទៀតដោយឃើញបរិយាកាសកាន់តែតានតឹងឡើងឈៀងហ្គាវបានព្យាយាមយកបារីទៅបញ្ចុះបញ្ចូលអ្នកភូមិប៉ុន្តែនៅចំពោះមុខអ្នកដែលកាប់ផ្ដាច់ផ្លូវរកស៊ីរបស់អ្នកភូមិណាម្នាក់ផ្ដល់ទឹកមុខល្អដល់គេឡើយតាមរបៀបនេះឈៀងហ្គាវបានក្លាយជាសត្រូវរួមរបស់មនុស្សពេញមួយភូមិអ្វីគ្រប់យ៉ាងត្រូវបានបងប្អូនត្រកូលខុងទាំង3នាក់មើលឃើញទាំង3ថ្ងៃក្រោយមកបងប្អូនត្រកូលខុងទាំង3នាក់បានរៀបចំពិធីបានអញ្ជើញលីធីនកោមកផឹកស្រាពីរដកែវបងធំត្រកូលខុងក៏ចាប់ដើមនិយាយត្រង់តាមពិតពួកគេចង់សហការជាមួយធីនកោឲ្យតែគេយកព្រមមួយក្បាលភូមិនឹងផ្ដល់ចំណែកឲ្យគេ30ធីនកោមិនបាននិយាយអ្វីឡើយគ្រាន់តែចាក់ស្រាពេញ3កែវដោយស្ងៀមស្ងាត់រួចក៏ផឹកអស់ក្នុងពេលតែមួយបងប្អូនត្រកូលខុងឃើញបែបនេះស្មានថាធានកោយកព្រមសហការហើយក៏សប្បាយចិត្តយ៉ាងខ្លាំងភ្លាមហើយក៏បានលើកកែវផឹកទៅវិញភ្លាមប៉ុន្តែនៅពេលនោះធានកោបែរជានឹកឃើញរឿងរ៉ាវការនៅធ្វើជាទាហានការនោះដើម្បីការពារដើមឈើមួយដើមនិងដីមួយចង្អាមទាហាន40ទៅ50នាក់បានភ្លីជីវិតដោយមិនដកថយទោះបីជាឥឡូវនេះគាត់គ្រាន់តែជាអ្នកការពារព្រៃឈើម្នាក់ប៉ុន្តែគាត់ក៏នឹងមិនដកថយសូម្បីតែកន្លះជំហាននិយាយរួចធានកោក៏ដកឯកសារការពារព្រៃឈើមួយច្បាប់ចេញមកដាក់វានៅលើតុបងប្អូនត្រកូលខុងឃើញបែបនេះក៏ប្រែទឹកមុខភ្លាមឃើញឈៀងហ្គាវមិនស្គាល់ល្អអាក្រក់ពួកគេក៏អស់ភាពអត់ធ្មត់ដែរដូច្នេះហើយបងប្អូនត្រកូលខុងចាប់ដើមញុះញង់អ្នកភូមិឲ្យសងសឹកឈៀងហ្គាវថ្ងៃនេះគាត់បានចេញមកដងទឹកដូចសពដងប៉ុន្តែអណ្ដូងទឹកត្រូវបានអ្នកភូមិសង់រោងចក្រសោចិត្តឈៀងហ្គាវបានសុំឲ្យលោកតាជួយបើកសប៉ុន្តែលោកតាបាននិយាយថាបើគ្មានការអនុញ្ញាតពីបងប្អូនត្រកូលខុងទេអាចឲ្យគាត់ដងទឹកបានដែរទើបឈៀងហ្គាវដឹងថាអំណាចរបស់បងប្អូនត្រកូលខុងពិតជាខ្លាំងក្លាបែបនេះគាត់បានទៅផ្ទះមេភូមិដើម្បីរកខុសត្រូវតែអ្នកណាទៅដឹងថាមេភូមិបែរជារកលេសគិតមុខពីគាត់ដោយចិត្តណាឈៀងហ្គាវយល់ថាឲ្យតែបងប្អូនត្រកូលខុងមិនព្រមប្រឡែងដែរមានអ្នកណាអាចជួយគាត់បានឡើយអស់ជំរឿគាត់ក៏បានទៅហាងទំនិញត្រៀមទិញទឹកបរិសុទ្ធខ្លះត្រឡប់ទៅវិញប៉ុន្តែម្ចាស់ហាងក៏ត្រូវបានគ្រួសារត្រកូលខុងសុកប៉ាន់រួចដោយបានលាក់ទឹកបរិសុទ្ធទាំងអស់ទុកជាមុនកូកាកូឡាដែលដាំឡើយតម្លៃ 2.5 ក៏ត្រូវបានដំឡើងថ្លៃដល់ 3.4 តែឈៀងហ្គាវនៅតែទិញមួយកេសត្រឡប់មកវិញចាប់តាំងពីពេលនោះមកគ្រួសារទាំងមូលត្រូវប្រើកូកាកូឡាជំនួសវិញសម្រាប់ការដាំសោះនិងលុយមិនយូរប៉ុន្មានលុយកាក់ដែលឈៀងហ្គាវខំសន្សំយ៉ាងលំបាកត្រូវបានចំណាយអស់ជាងពាក់កណ្ដាលទៅហើយកាលពីម្សិលមិញមិនមែននៅសល់ 53.2 ទេអីនោះមិនមែនយកទៅទិញទឹកអស់ហើយទេអីព្រឹកព្រលឹមថ្ងៃបន្ទាប់ស្រាប់តែមេឃមានភ្លេចបន្ទោនិងកូលាន់គ្រួសារទាំងមូលក៏ប្រញាប់ប្រញាល់យកសម្ភារៈដាក់ទឹកទាំងអស់ក្នុងផ្ទះចេញមកនៅទីធ្លាផ្ទះដើម្បីរងចាំទឹកភ្លៀងធ្លាក់ចុះមកប៉ុន្តែពួកគេរងចាំអស់មួយសន្ទុះមិនមានភ្លៀងធ្លាក់សូម្បីតែមួយដំណោះដោយឃើញកូនប្រុសដ៏គួរឲ្យអាណិតឈៀងហ្គាវមិនអាចទ្រាំបានទៀតទេដូច្នេះគាត់ក៏បានទៅផ្ទះត្រកូលខុងទាំងខឹងសម្បាដើម្បីត្បាទឹកនោះអ្នកចង់តែរឹបអូសយកតាមចិត្តមែនទេអាបីដំឡឹងនោះអ្នកថាចង់រឹបអូសរបស់នោះដែរមែនទេតោះទៅកៅជីវអាសម្លាញ់ឲ្យឯងនឹងមានថ្ងៃរងរឿងមិនខានធានគូមិនព្រមចុះចាញ់ឡើយក្នុងពេលដែលគេមិនឲ្យទឹកផឹកអញ្ចឹងគាត់នឹងជីកអណ្ដូងដោយខ្លួនឯងប៉ុន្តែប្រពន្ធនៅផ្ទះទ្រាំលេងបានទៀតហើយនាងបាននាំកូនសម្រុកចូលទៅក្នុងផ្ទះមេភូមិភ្លាមតែម្ដងពេលឃើញទឹកនៅលើតុអ្នកទាំងពីរមិនខ្វល់ពីការរារាំងរបស់ប្រពន្ធមេភូមិឡើយក៏ផឹកទឹកចូលទៅក្នុងពោះយ៉ាងក្អឹករួចហើយក៏សរសេរអ្វីម្យ៉ាងដោយខ្លួនឯងទៀតប៉ុន្តែរឿងនេះបានធ្វើឲ្យប្រពន្ធមេភូមិជេរប្រមាថយ៉ាងខ្លាំងហ៊ូលីជាងឯងហ៊ានវាយើងផងអីពួកគេបានវាគ្នាតាំងពីក្នុងផ្ទះរហូតដល់ទីធ្លាម្ដាយកំពុងចាញ់ព្រាបកូនប្រុសអាយុ5ឆ្នាំក៏ស្ទុះទៅជួយដែរសំណាងល្អមេភូមិបានមកដល់ទាន់ពេលហើយបានចាប់បំបែកអ្នកប៉ុន្តែពេលដែលឆៅហួរទើបតែត្រឡប់មកដល់មានអ្វីល្អខំឡេវដេបានឆ្លៀតឱកាសពេលដែលឆែងកៅមិននៅផ្ទះក៏ស្រាប់តែមកដល់មុខផ្ទះហើយនិយាយថាការរឹបអូសអណ្ដូងទឹកមិនឲ្យពួកនាងជាបំណងរបស់គាត់ប៉ុន្តែវាគឺជាគំនិតអាក្រក់របស់អាទី3អញ្ចឹងខ្ញុំសម្រេចចិត្តឲ្យនាងទៅដងទឹកចុះអូទៅពេលយប់ណាអាទី3វាដេកលក់លឿនណាស់ហើយនាងក៏កុំប្រាប់កៅសៃអីដែរពួកវាទាំងពីរនាក់តែងតែតាមសម្លឹងមើលរឿងនេះរហូតនាងទៅចុះចាំខ្ញុំបើកទ្វារបន្ទប់អណ្ដូងទឹកឲ្យឆៅហួរដែលស្លូតត្រង់បានចាត់ទុកគាត់ជាមនុស្សល្អហើយជឿជាក់លើសម្ដីរបស់ខុងឡៅដេយ៉ាងខ្លាំងលុះដល់កណ្ដាលអាធ្រាត្រឆៅហួរបានចេញមកដងទឹកតាមការសន្យាពេលនោះខុងឡៅដេបានរងចាំយ៉ាងយូរមកហើយប៉ុន្តែបន្ទាប់ពីនាងដើរចូលទៅខាងក្នុងធំត្រកូលខុងបានបញ្ចេញចរិតសប្បុរសរបស់គេមក
នៅពេលនោះ Sheng Gao នៅតែបន្តជីកអណ្ដូងទឹករបស់គាត់ដោយមិនដឹងខ្លួនទាល់តែភរិយារបស់គាត់កំពុងត្រូវបានគេធ្វើបាបនិងបន្ទាបបន្រំហើយជីមេអាណិតបរោះម្នាក់នេះទើបទីបំផុតឲ្យគាត់ជីកបានទឹក Sheng Gao បានដងទឹកមួយដបដោយក្តីរំភើបហើយត្រឡប់ទៅផ្ទះវិញប៉ុន្តែភរិយារបស់គាត់បែរជាអង្គុយថ្មឹងនៅលើគ្រែដោយមិននិយាយអ្វីប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះក្រញាំបិសាចរបស់បងប្អូនត្រកូលខំមិនយូរប៉ុន្មានក៏បានលូកទៅដល់កូនប្រុសរបស់ Sheng Gao ថ្ងៃនេះ Sheng Gao បាននាំកូនប្រុសទៅដល់ល្បាតភ្នំក៏ស្រាប់តែជួបនឹងគ្រួសារត្រកូលខំកំពុងនាំអ្នកទិញមកជ្រើសរើសឈើសម្លឹងមើលអ្នកការពារព្រៃឈើដែលនៅចំពោះមុខបងប្អូនត្រកូលខំមិនបានដាក់គាត់ក្នុងកែវភ្នែកតតែសោះប៉ុន្តែនៅពេលដែល Sheng Gao រៀបនឹងត្រឡប់ទៅវិញកូនប្រុសដែលកំពុងលេងនៅក្បែរនោះស្រាប់តែបាត់ខ្លួនដោយគ្មានដានបន្ទាប់ពីមេភូមិបានដឹងរឿងនេះក៏ប្រញាប់ប្រាមេគ្រប់ប្រកាសឲ្យអ្នកភូមិចេញទៅជួយរកនៅក្នុងព្រៃប៉ុន្តែពួកគេរកតាំងពីថ្ងៃរហូតដល់យប់ក៏នៅតែរកមិនឃើញនៅពេលដែល Sheng Gao កំពុងស្រែកហៅយ៉ាងឈឺចាប់ឈ្មោះកូនប្រុសរបស់គាត់អ្នកភូមិម្នាក់បានប្រាប់គាត់ថាក្មេងនោះបានត្រឡប់ទៅផ្ទះវិញ Sheng Gao ក៏ប្រញាប់រត់ត្រឡប់ទៅផ្ទះវិញឃើញកូនប្រុសមានសុវត្ថិភាពមិនមានរងរបួសក៏បានអបកូនប្រុសចូលក្នុងរង្វង់ដៃភ្លាមមេភូមិបានប្រាប់គាត់ថាគឺខំឡូវសិនជាអ្នករកឃើញក្មេងនោះនៅពេល Sheng Gao រៀបបែបនេះគាត់ក៏យកគ្រប់យ៉ាងនេះច្បាស់ជាការព្រមានពីបងប្អូនត្រកូលខំមកកាន់គាត់ហើយដើម្បីកុំឲ្យប៉ះពាល់ដល់ប្រពន្ធនិងកូនប្រុស Sheng Gao បានសម្រេចចិត្តបញ្ជូនពួកគេត្រឡប់ទៅទីក្រុងវិញក្នុងន័យថាខ្ញុំបាននិយាយប្រាប់អ្នកអស់ហើយបើមិនដូច្នោះទេពួកយើងត្រឡប់ក្រោយជាមួយគ្នាថ្ងៃនេះទៅបើមិនដូច្នោះទេអ្នកនឹងត្រូវយាមទ្វារឲ្យគេអស់មួយជីវិតយ៉ាងម៉េចមនុស្សប្រុសសមត្ថភាពដូចជាអ្នកចង់ធ្វើអ្វីនៅពេលនេះមួយកំភ្លៀងបានធ្វើឲ្យជ្រុងមាត់របស់ថាវ៉ាហូឈាមចេញមកភរិយាដែលខូចចិត្តជាខ្លាំងមិនបាននិយាយសំបីតែមួយម៉ាត់នាងបានកាន់ដៃកូនប្រុសរួចចាក់ចេញពីភូមិបេញវ៉ាន់សម្លឹងមើលស្រមោលក្នុងដែលកំពុងតែចេញទៅឆ្ងាយដោយភាពមិនដាច់អាឡ័យប៉ុន្តែគាត់គ្មានជំរឿអ្វីក្រៅពីធ្វើបែបនេះឡើយធ្វើបែបនេះទេទើបគាត់អាចប្រឈមមុខនឹងបងប្អូនត្រកូលខំទាំង3នាក់បានដោយគ្មានការព្រួយបារម្ភពីក្រោយតែអ្វីដែលគាត់មិនបានដឹងនោះគឺវិបត្តិមួយបានមកដល់យ៉ាងស្ងៀមស្ងាត់ថ្ងៃនេះពេលគាត់ទើបតែត្រឡប់មកដល់ផ្ទះភូមិម្នាក់បានរត់ចេញពីក្នុងផ្ទះទាំងស្រែកហៅឲ្យគេជួយមិនឈប់ធានគូបានដើរតាមចេញទៅទាំងងឿងឆ្ងល់ប៉ុន្តែនៅវិនាទីបន្ទាប់អ្នកភូមិទាំងអស់កាន់អាវុធសម្រុកមកវីធានគូយ៉ាងឈួតលីលាធានគូបានខំប្រឹងតាំងយ៉ាងអស់ពីសមត្ថភាពចុងក្រោយដៃពីរមិនអាចតាំងនឹងមនុស្សច្រើនបានឡើយបងធំត្រកូលខំឆ្លៀតឱកាសវីធានគូឲ្យដួលនឹងដំបងមួយដៅដ៏មុតស្រួចមួយត្រូវបានចាក់ចូលទៅក្នុងពោះរបស់គាត់នៅពេលឃើញធានគូអស់សមត្ថភាពតាំងអ្នកភូមិក៏កាន់អាវុធសម្រុកចូលមកព្រមគ្នាសម្លឹងមើលអាវុធដែលត្រឡប់មកវិញជាបន្តបន្ទាប់ Sheng Gao មិនអាចទប់ចិត្តបានឃើញដល់ទិដ្ឋភាពការពីខ្លួនទើបតែមកដល់ភូមិដំបងកាលនោះអ្នកភូមិមានភាពស្មោះត្រង់និងរាក់ទាក់ខ្លាំងណាស់ប៉ុន្តែនៅពេលនេះអ្វីទាំងអស់បានរលាយបាត់អស់ទៅហើយយុទ្ធជនរូបនេះមិនបានស្លាប់នៅលើសមរភូមិទេតែបែរជាស្ទើរតែស្លាប់ក្រោមដៃជនរួមជាតិខ្លួនឯងទៅវិញខ្លួនប្រាណរបស់គាត់មិនត្រឹមតែមានរបួសដោយមុខកំបិតបីតែមានការបាក់ឆ្អឹងជាច្រើនកន្លែងសរីរាង្គនីមួយក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរដែរនៅពេលដែលអ្នកភូមិបានចាក់ចេញទៅអស់ Sheng Gao បានដេកដង្ហក់នៅលើដីទៅហើយប៉ុន្តែមិនមានមនុស្សម្នាក់មកជួយសង្គ្រោះគាត់ឡើយរហូតដល់មានឡានប៉ុន្មានគ្រឿងបាត់ចូលមកក្នុងភូមិទើប Sheng Gao ដឹងខ្លួនឡើងវិញនោះគឺជាឡានដឹកឈើរបស់គ្រួសារត្រកូលខំដើម្បីរារាំងគ្រួសារត្រកូលខំមិនឲ្យកាប់ Sheng Gao បានអូសរាងកាយដែលពោពេញដោយរបួសវាត្រឡប់ទៅផ្ទះវិញរួចយកកាំភ្លើងហេនយ៉ាងហ្សាវដែលទុកចោលរហូតឡើងធូលីពីលើជញ្ជាំងបន្ទាប់មកក៏ខំធ្មេញវាចូលទៅក្នុងព្រៃជ្រៅគ្មាននរណាម្នាក់ដឹងឡើយថាតើគាត់ធ្វើដំណើរចម្ងាយ5គីឡូម៉ែត្រនោះមកដោយសូរតែសម្លេងកាប់ឈើនៅក្បែរនោះ Sheng Gao បានបាញ់កាំភ្លើងឡើងលើមេឃដើម្បីព្រមានតែទង្វើនេះបានធ្វើឲ្យបងប្អូនត្រកូលខំទាំង3នាក់ខឹងសម្បារយ៉ាងខ្លាំងបានបញ្ចូលគ្រាប់កាំភ្លើងរៀបចំកម្ចាត់អ្នកការពារព្រៃឈើម្នាក់នេះដែលមករ៉ាំងផ្លូវរត់ស៊ីរួមជារៀងរហូតនៅចំពោះមុខបងប្អូនត្រកូលខំដែលកំពុងសម្រុក Sheng Gao បានលើកកាំភ្លើងឡើងហើយកេះកៃដោយមិនស្ទាក់ស្ទើរស្របពេលដែលមានសម្លេងកាំភ្លើងពីរខំទី2និងខំទី3បានដួលទៅលើដីភ្លាមប៉ុន្តែរាងកាយរបស់ Sheng Gao ក៏បានឈានដល់កម្រិតកំណត់របស់វាឃើញថាឱកាសបានមកដល់ហើយតែលាក់ខ្លួននៅក្នុងទីងឹតធំបានកាន់ពូថៅដើរចូលមកជិតយឺតប៉ុន្តែ Sheng Gao ដោយពឹងផ្អែកលើឆន្ទៈដ៏មោះមុតបានបាញ់កាំភ្លើងគ្រាប់ចុងក្រោយបន្ទាប់ពីហេតុការណ៍នេះរឿងអាស្រូវឈើខ្មៅនៅភូមិបេញវ៉ាន់ត្រូវបានលាតត្រដាងជាសាធារណៈត្រូវបានសង្គ្រោះទាន់ពេលវេលាហើយបានរួចផុតពីសេចក្តីស្លាប់តែលោកបានក្លាយជាមនុស្សរុក្ខជាតិអស់មួយជីវិត12ឆ្នាំបានកន្លងផុតទៅយ៉ាងលឿនថាវ៉ាដែលធ្លាប់តែនៅក្មេងឥឡូវនេះសក់ល្បាយផ្កាស្លាទៅហើយមានយុវជនម្នាក់ដែលមានមុខមាត់ស្រដៀងបានដើរចូលទៅក្នុងបន្ទប់អ្នកជំងឺហើយរូបគេមិនមែនជាអ្នកណាផ្សេងក្រៅពីកូនប្រុសរបស់ Sheng Gao ឡើយឥឡូវនេះរូបគេក៏បានក្លាយជាទាហានដ៏ឆ្នើមម្នាក់ដែរខ្វេ show up ក្រសោបរាល់គ្រប់រសជាតិជីវិត